ខ្ញុំហ៊ាននិយាយថាបាត់ដំបងគឺជាទីក្រុងទេសចរទីក្រុងបេតិកភណ្ឌដ៏តាក់ទាញមួយដែលមានសំណង់អគារអាណានិគមដ៏ស្អាតអត់ចាញ់សិង្ហបុរីហើយនឹងនៅលួងព្រះបាងឡាវទេយើងមានវត្តអារាមដែលជាលក្ខណៈស្ថាបត្យកម្មល្អឯកប្លែកខុសពីគេហើយបើនិយាយអំពីរមណីយដ្ឋានទេសចរធម្មជាតិវិញគឺមិនបាច់កែច្នៃទេគឺស្អាតពីធម្មជាតិតែម្ដងខ្ញុំចង់ឲ្យបាត់ដំបងល្បីល្បាញជាងនេះខ្ញុំនិយាយមែនណាបងប្អូនពាក្យដែលខ្ញុំនិយាយថាចង់ឃើញបាត់ដំបងល្បីល្បាញហ្នឹងគឺចេញពីបេះដូងតែម្ដងពីព្រោះថាខេត្តបាត់ដំបងគឺសម្បូរគ្រប់សពអីក៏មានដែរធម្មជាតិក៏មានសំណង់ស្អាតក៏មានម្ហូបអាហារវិញគឺរឹតតែល្បីល្បាញហើយជាក់ស្ដែងខ្ញុំចង់បង្ហាញបងប្អូនពីភាពពិសេសមួយចំនួននៅកណ្ដាលក្រុងបាត់ដំបងដូចជាសំណង់អគារបេតិកភណ្ឌអញ្ចឹងឯកឧត្តមសុកលូក៏បានលើកឡើងថាចង់ទុកផ្លូវដើរណាដោយសិង្ហបុរីគេតាក់ទាញភ្ញៀវទេសចរមែនតើតាមរយៈសំណង់បុរាណដែលសល់ពីសម័យបារាំងមកហើយគឺពិតជាតាក់ទាញមែនហើយបើសិនជាបងប្អូនទាំងអស់គ្នាចូលរួមនៅក្នុងការតុបតែងអាជីវកម្មឲ្យកាន់តែមានភាពតាក់ទាញទៀតអាហ្នឹងគឺរឹតតែមានភាពលេចធ្លោជាក់ស្ដែងដូចជាឡាញហាងកាហ្វេដែលខ្ញុំបង្ហាញជូនបងប្អូនអញ្ចឹងឈ្មោះដូចជាកត្រែកត្រកសុំទោសផងបងប្អូនអើយវីដេអូនេះថតយូរហើយកន្លះឆ្នាំមិនដឹងនឹងគាត់បានបើកហាងកាហ្វេឲ្យផ្ទះចេញមកគឺបែបបុរាណចំតែម្ដងអញ្ចឹងមើលទៅគឺតាក់ទាញចំណាប់អារម្មណ៍ខ្ញុំមើលឃើញថាវ៉ាវពិតជាល្អមែនតែនហើយភ្ញៀវបរទេសអីគេចូលចិត្តខ្លាំងមុននឹងទៅបន្តបងប្អូនខ្ញុំសូមណែនាំវីតាមីន Classic Glow របស់បងតូណូវីតាមីននេះជួយឲ្យស្បែកភ្លឺថ្លាចេញពីខាងក្នុងតែម្ដងជាពិសេសគឺជាវីតាមីនដែលមិនផ្ដល់ផលប៉ះពាល់ទាំងរយៈពេលខ្លីនិងរយៈពេលវែងនោះទេញ៉ាំដោយសុវត្ថិភាពអត់មានផលប៉ះពាល់ខូចកលៀនអីទេបងប្អូនហើយឥឡូវនេះមានវិធីប្រើប្រាស់មួយទៀតណាអាចនឹងចំបាច់យកទឹកវីតាមីននេះធ្វើជាម៉ាស់អប់មុខទុក10ទៅ15នាទីទៅលាងមុខចេញធ្វើឲ្យមុខយើងកាន់តែតឹងណែនតែម្ដងអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញទំនាក់ទំនងតាមរយៈ page ដែលខ្ញុំដាក់នៅលើវីដេអូមួយនេះបានទៅបន្តទៀតបងប្អូននិយាយថាបាត់ដំបងកន្លែងនេះខ្ញុំស្រឡាញ់ជាងគេគឺភ្នំសំពៅអូតាក់ទាញណាគាត់ណាវីដេអូនេះខ្ញុំអត់បង្ហាញពេញព្រោះធ្លាប់ធ្វើវីដេអូភ្នំសំពៅច្រើនហើយគាត់ថានៅនោះស្អាតមែនតើដូចផ្ទាំងគំនូអញ្ចឹងហើយនៅកណ្ដាលក្រុងបន្ទាប់ពីខ្ញុំចង់ឲ្យបងប្អូនដើរមើលសំណង់អគារបារាំងគឺវត្តអារាមសំណង់ស្ថាបត្យកម្មនៅនេះគឺប្លែកមែនតើខ្ញុំបានចូលវត្តកណ្ដាលដែលនៅកណ្ដាលក្រុងបាត់ដំបងតែម្ដងពីព្រោះកាលខ្ញុំនៅរៀនហ្នឹងធ្លាប់គេឲ្យចុះមកសិក្ខាសាលាអញ្ចឹងណាបានមកដល់វត្តនេះឃើញថាវ៉ាវរចនាបថស្អាតមែនតើហើយបានទៅឃើញចេតិយបុគ្គលសំខាន់ពីររូបនៅខេត្តបាត់ដំបងផងដែរជាចេតិយរបស់អុកញ៉ាបំរុងរតសៅហើនៅបាសិកាណេតយ៉ងហើយអុកញ៉ាក៏ជាអ្នកមានឈ្មោះនៅក្នុងខេត្តបាត់ដំបងមួយរូបដែរហើយបងប្អូនខ្ញុំនិយាយមួយលោកតាណាដោយសារលោកតាខ្ញុំដើមដល់លោកតាចេះមានអ្នកថែអាសាខ្ញុំធ្វើមកភ័យណាលោកតាអីគេថែអាសាខ្ញុំស្ដាប់គាត់អត់ទាន់ខ្ញុំស្មានគាត់ថាមានអ្នកមកពីក្រោយបានដល់បើជើងសាធុទីបានយំសូមទេវតាព្រមគួរសោតណែវាបានការកៅវាគុំអីណាទៅណាព្រមទេវតាថាតាមផ្លូវបាទតាទៅបានគុំឡងថាព្រមលោកបាទមានបានមិនថែអត់ផងដល់នេះគេថែខ្ញុំគឺឡើងស្លន់ណាពេលហ្នឹងហើយដើរមើលចេតិយចេតិយហ្នឹងគ្រាន់តែខ្ញុំចូលចិត្តបែបសំណង់ស្ថាបត្យកម្មប្លែកៗដែលជាចំណុចមួយតាក់ទាញភ្ញៀវទេសចរបានផងដែរហើយចេតិយដែលខ្ញុំបានលើកឡើងនេះឃើញអត់បងប្អូនរចនាបថបែបលំនាំតាមប្រាសាទអង្គរវត្តអញ្ចឹងណាហើយគាត់បានជួយនៅពីក្រោយប្រវត្តិនៃចេតិយនេះបានជួយខេត្តបាត់ដំបងឲ្យច្រើនអញ្ចឹងបើនិយាយថាវីដេអូឲ្យវែងមកនឹងនិយាយ20នាទីបានអស់បងប្អូនពីព្រោះបាត់ដំបងមានអីនិយាយច្រើនណាស់តែក្រុងមួយហ្នឹងនិយាយមកហត់តម្រាំតែនៅតាមនៅសំឡូតសំពៅលូននៅភ្នំសំពៅភ្នំបណ្ណអីទៀតមិនបាច់និយាយទេ20-50នាទីហ្នឹងបានចប់ចឹងវីដេអូនេះសូមប៉ុណ្្នេះសិនណាបងប្អូនតែមិនឆ្លៀតធ្វើទេដឹងទុកវីដេអូនឹងវែងឆ្ងាយទៀតចឹងស្ដាយមែនតើចឹងដូចខ្ញុំនិយាយចឹងខ្ញុំចង់ឃើញបាត់ដំបងល្បីល្បាញជាងមុននាំនេះទៅលេងបាត់ដំបងទាំងអស់គ្នាបងប្អូន